Bro, some Robux. Ôi, shut the fuck up. Some Robux mày. Ngày môn xong anh hơi, ngày đi xong anh tiệt. Why you do this? This is no funny. Hey. So stop doing it again. Okay? Hey. 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 Chop clear អ្នកទាំងពីរបើយើងនៅតែបន្តការដើរសុំរបស់ពីគេទៀតគឺវាមិនខុសអីពីអ្នកសុំទៀនទេហើយបើបានសុំប៉ះចំឬបែកស្លុយទៀតthìថាពួកវានឹងសោចំអកដាក់យើងនឹងរើសអើងខ្មាស់គេពេញនឹងតែម្ដងដូច្នេះហើយគឺខ្ញុំនឹងលើកឡើងនៅការងារទាំង3ដែលយើងអាចធ្វើយក Robux មកចិញ្ចឹមជីវិតប្រចាំថ្ងៃបានហើយបើពូកែធ្វើទៀតធានាថាកើតអ៊ីលក់ម៉ាស់តែម្ដងហើយទី1គឺយើងធ្លាប់ទៅចូលទៅក្នុង marketplace ហើយស្វែងរក accessory កៅអៅហើយទិញយកមកពាក់ត្រូវអត់ហើយមានដឹងអត់ថាយើងក៏អាចបង្កើតពួកវាយកទៅដាក់លក់យក Robux មកចាយដូចគេដូចឯងក៏បានដែរដែលរឿងហ្នឹងគឺវាដំណើរការបែបនេះឧទាហរណ៍ថានេះគឺជាខ្ញុំហើយខ្ញុំបានដាក់ទៅចំណាយពេលធ្វើកៅអៅមួយនិង accessory មួយហើយសម្រាប់ថ្លៃការធ្វើក៏ខ្ញុំបានចំណាយ10 Robux ទៅលើកៅអៅនិង10 Robux ទៀតទៅលើ accessory អញ្ចឹងគឺសរុបទាំងអស់20 Robuxហើយខ្ញុំបានយកវាទាំងពីរទៅដាក់លក់នៅក្នុង marketplace ដោយកៅអៅមានតម្លៃ5 Robux ហើយនិង accessory មានតម្លៃ20 Robux បន្ទាប់ពីទុកចោលមួយសន្ទុះក៏មានអ្នកដើរមកទិញ accessory ម្នាក់ហើយគេបានចាយ20 Robux ទិញ accessory ខ្ញុំមួយហើយខ្ញុំទទួលបាន20 Robux ហ្នឹងហើយគេក៏ទទួលបាន accessory មួយយកទៅពាក់ដូចគ្នាហើយ20 Robux ដែលខ្ញុំទទួលបានហ្នឹងដោយសារតែ system Roblox គឺវាកាត់អស់ 30% អញ្ចឹងគឺនៅសល់14 Robux ខ្ញុំអាចដើរមកយក14 Robux ហ្នឹងយកទៅចាយធ្វើអីក៏បានដែរអញ្ចឹងសម័យមកបើសិនជាមានមនុស្សរាប់សិបនាក់មកទិញកៅអៅយើងក្នុងពេលតែមួយតែមានរឿងអីកើតឡើងដោយរបៀបបង្កើតកៅអៅនិង accessory ខ្ញុំខ្យល់បញ្យល់ណាអ្នកតែឆែកមើលនៅក្នុង channel ផ្សេងតែគេបញ្យល់បានគឺវាអត់សូវពិបាកទេតោះយើងទៅបន្តទៀតដែលការងារទី2នេះរឿងស្មុគស្មាញអីអត់ធ្មត់បន្តិចតែបានចំណូលច្រើនដោយនោះគឺការបង្កើតហ្គេមអ្នកគ្នាប្រកាសជាធ្លាប់ស្គាល់ game Block Fruit ទេថានៅពេលដែលយើងចុចចូលទៅក្នុង shop វាទៅគឺវា show game pass ហើយយើងច្រើនមែនតើតែយើងអាចដោះដូរទិញវាដោយប្រើ Robux ឧទាហរណ៍ថា game Block Fruit គឺជារបស់អ្នកគ្នាហើយនៅពេលដែលមាន player ចូលទៅលេងហើយគេចូលទៅមើល shop ហើយបានចំណាយ 1.2k Robux ដើម្បីទិញ Dark Blade មួយហ្នឹងបន្ទាប់មកគេនឹងបាន Dark Blade មួយហ្នឹងហើយ 1.2k Robux នឹងបានទៅអ្នកគ្នាអញ្ចឹងហើយនៅពេលដែល game ដែលអ្នកគ្នាបង្កើតមានមនុស្សចូលលេងច្រើនអ្នកគ្នាអាចរកចំណូលពីការដាក់ game pass ឲ្យគេចំណាយ Robux ទិញបានពេលនោះឯង Robux នឹងហោះចូលមកក្នុងកាបូបលុយរបស់អ្នកគ្នាដោយខ្លួនឯងដោយវិធីសាស្ត្រនៃការបង្កើត game អ្នកគ្នាអាចទៅរកមើលនៅ channel ផ្សេងបានឬក៏មើលវីដេអូមួយនេះរបស់ខ្ញុំក៏បានដែរ Alright ឥឡូវគឺយើងចូលមកការងារទី3វិញម្ដងដែលផ្លូវមួយនេះអ្នកគ្នាអាចរកចំណូល Robux ពី app មួយដែលមានឈ្មោះថា Blockworldតែការពីមុនក៏ខ្ញុំស្ទើរតែមិនជឿដែរថា app នេះអាចឲ្យយើងរក Robux បានតែការគិតគឺវាមិនដូចការពិតគឺថាវាអាចឲ្យយើងរកបានពិតមែន Alright ដល់ពេលដែលយើងចូលមកគឺវាឃើញបែបហ្នឹងវាស្តៀងទៅនឹង Roblox ដែរទេហើយរបៀបរកវាធ្វើការចុចលើទូរស័ព្ទនេះមកហើយចុចលើ Reward Exchange ហើយចុចលើ Roblox ដល់មកគឺនឹងឃើញកណ្ដាលមុខអីគឺវាដាក់ថា100 Roblox គេដូរបាន1 Robux យ៉ាគឺវាបោកប្រាស់ទេហើយគឺខ្ញុំមាន2ផ្លូវសម្រាប់ការស្វែងរក Roblox តាមតែខ្ញុំដឹងតែផ្លូវទី1ធ្វើការចុចអាកន្លែង Bubble នេះមកហើយគឺយើងឃើញនៅក្នុងតារាហ្នឹងហើយគឺមាន50 10 20 Roblox អីនៅក្នុងហ្នឹងចឹងទៅហើយបើយើងចង់ Bubble មួយគឺយើងត្រូវការអង្គុយមើលពាណិជ្ជកម្មមួយសម្រាប់ការ Bubble មួយហើយខ្ញុំគិតថាគ្មានណាគេទៅឈួតតនេអង្គុយចុចមើលដល់ថ្នាក់ហ្នឹងទេលើកលែងតែអ្នកតនេអត់ការងារធ្វើដើរទាត់ខ្យល់អញ្ចឹងហើយគឺខ្ញុំអត់ recommend ឲ្យមកធ្វើផ្លូវមួយនេះទេគឺថាវាខាតពេលអស់ច្រើនមែនតើអូខេហើយផ្លូវទី2វិញអ្នកគ្នាធ្វើការចុចមកលើទូរស័ព្ទមកហើយចុចលើរូប YouTube បន្ទាប់មកអ្នកគ្នានឹងឃើញ Roblox Content Creator ធ្វើពី app ហ្នឹងច្រើនមែនតើហើយគេធ្វើដើម្បីអីអ្នកគ្នាធ្វើការចុចលើ button create នៅលើចុងនេះមកហើយយើងនឹងឃើញនៅពេលដែលយើងធ្វើវីដេអូបាន1 view គឺវានឹងដោះដូរ1 Roblox អញ្ចឹងហើយគឺខ្ញុំគិតថាជំរើសមួយនេះគឺល្អជាងគេដោយការបង្រៀន tutorial អ្នកគ្នាធ្វើការចុចលើ create នេះមកហើយកន្លែងមកមើលលេខ5កន្លែងនេះគឺវាដាក់ថា extra watch tutorial video អញ្ចឹងហើយបើអ្នកគ្នាដឹងអាចចុចមើលទៅសម្រាប់ការចាប់ផ្ដើមផលិតវីដេអូបាន Robux Alright គឺខ្ញុំបាននិយាយប្រាប់ការងារទាំង3ហ្នឹងទៅអ្នកគ្នាអស់ហើយអញ្ចឹងបើអ្នកគ្នាខ្ជិលធ្វើអាចចូលក្នុង Discord ខ្ញុំលេង giveaway យក Robux បានគឺខ្ញុំនឹងធ្វើរៀងរាល់រយៈពេលយូរម្ដងlink Discord គឺនៅ description ហើយបើអ្នកគ្នាភ្លេចខ្ញុំមានឈ្មោះពីមុនថា Bozo ហើយឥឡូវគឺបាន change មក Zen Zao ហើយឲ្យខ្ញុំមកជួយស្រ័យផងសម្រាប់ការចេញវីដេអូដ៏យឺតដោយសារតែខ្ញុំមានជំងឺខ្ជិលហើយខ្ញុំនឹងព្យាយាមចេញឲ្យលឿនជាងហ្នឹង and goodbye លាហើយមិត្តជម្រាបលា subscribe